ចាអ្នកនរគ្នាគឺថាបងមិត្តវាបងស្រីថ្ងៃនេះគឺគាត់មកលេងអញ្ចឹងណាហើយពួកយើងបានកំងរួចរាល់មិននឹកឃើញចង់ថតវីដេអូអញ្ចឹងណាហើយក៏ខ្ញុំថតពីបងរបស់ខ្ញុំហ្នឹងគាត់អង្គុយញ៉ាំនឹងដែរហើយបងស្រីពៅខ្ញុំនេះគឺគាត់រៀបចំញ៉ាំបដាអញ្ចឹងណាគឺដាក់មកគឺថាចង់ញ៉ាំតែម្ដងចាទាវនេះអ្នកនរគ្នានៅជាប់ផ្សារអូស័យនិយាយទៅចាំធ្វើវីដេអូវគ្គក្រោយខ្ញុំនឹងមកថតទីតាំងឲ្យអ្នកនរគ្នាមើលហើយបើគាត់បងស្រីខ្ញុំញ៉ាំមីសួរហើយបើបងប្រុសខ្ញុំវិញគាត់ញ៉ាំកាទៀវហ្នឹងហើយចំណែកខ្ញុំញ៉ាំលូតហ្នឹងហើយអ្នកនរគ្នាស៊ុបលូតអញ្ចឹងស៊ុបលូតរបស់គាត់នេះអ្នកនរគ្នាសាច់100មុខតង់ហ្មងខ្ញុំនិយាយមែននេះមានបាក់សៀកមានបកាមានគ្រឿងក្នុងហ៊ុនជ្រូកប៉ុន្តែហ៊ុនជ្រូករបៀបដូចសាច់កាប់អីចឹងណាអ្នកនរគ្នាយកទៅដាក់មួយកាទៀវហ្នឹងមួយលូតហ្នឹងគឺថាជាតិហ្មងណាអ្នកនរគ្នានិយាយថាខ្ញុំដាក់ចូលមកមួយម៉ាត់គឺថាអូយចិត្តរបស់គាត់ហើយនិយាយទៅគ្រឿងបែរខ្ញុំដាក់នៅក្នុងនុយកាទៀវនឹងហើយលោតហ្នឹងណាអ្នកនរគ្នាខ្ញុំដាក់ទឹកសៀងបន្តិចទឹកម្ទេសបន្តិចចាមួយស្ករសបន្តិចមួយម្រេចបន្តិចមួយក្រូចឆ្មាបន្តិចអ្នកនរគ្នានិយាយរួមទៅមុខម្ហូបដែលខ្ញុំញ៉ាំអីឲ្យតែដាក់គ្មានគ្រឿងគឺខ្ញុំដាក់គ្រប់មុខតែម្ដងត្រឡប់ខ្ញុំតែម្ដងញ៉ាំបែបខ្ញុំណាអ្នកនរគ្នាខ្ញុំមិនដឹងថាអ្នកនរគ្នាចូលចិត្តបែបធម្មតាឬក៏ចូលចិត្តបែបដាក់គ្រឿងដូចខ្ញុំដែរអត់ទេប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំដាក់គ្រប់មុខហ្មងសូម្បីតែម្រេចក៏ខ្ញុំដាក់ដែរតែមាត់ខ្ញុំញ៉ាំទៅអ្នកនរគ្នាមួយម៉ាត់គឺថាដាក់ចូលមាត់ទៅគឺថាឆ្ងាញ់កប់សេរីហ្មងណានិយាយរួមទៅគឺខ្ញុំចូលចិត្តនៅទីតាំងកន្លែងគាត់នេះគឺជាប់នៅផ្សារអូរស័យតែម្ដងហើយខាងផ្សារអូរស័យនេះដែរគឺមាន2ហាងឯណោះអ្នកនរគ្នាហើយលក់ឡើងទល់មុខគ្នាហ្មងអ្នកនរគ្នាអូយនិយាយរួមទៅគឺខ្ញុំមកនេះគឺខ្ញុំមកថតវីដេអូញ៉ាំឈិលនៅខាងក្រៅអញ្ចឹងណាហើយខាងក្រៅដែលខ្ញុំថតនេះអ្នកនរគ្នាពេលដើមមកដូចនៅហុងកុងអញ្ចឹងអ្នកនរគ្នាតែដឹងហែមណាអត់មានទៅថតនៅហុងកុងណាទេចាគឺយើងថតនៅកន្លែងទីតាំងដែលហៅថាលក់តាមចាំទេចាំថ្នល់របៀបនៅដឹងហែមទៅតូចផ្លូវតូចច្រកទូអញ្ចឹងណាខ្ញុំខានថតវីដេអូញ៉ាំអញ្ចឹងយូរឲ្យអ្នកនរគ្នាមើលយូរហើយដោយសារតែខ្ញុំអាចានេះគឺខ្ញុំអ្នកនរគ្នាដឹងអញ្ចឹងថាខ្ញុំលក់ម៉ាឆាលក់គ្រឿងភេសជ្ជៈអញ្ចឹងខ្ញុំអត់សូវបានថតវីដេអូអង្គុយញ៉ាំឲ្យអ្នកនរគ្នាទេខ្ញុំពិតជាសោកស្ដាយណាស់ពីព្រោះខ្ញុំអត់សូវមានពេលវេលាដ៏គ្រប់គ្រាន់ឲ្យអ្នកនរគ្នាមើលខ្ញុំដឹងថាអ្នកនរគ្នាតាមវីដេអូខ្ញុំច្រើនណាស់អូក្រោយនេះខ្ញុំដឹងថាពេលខ្លះខ្ញុំកាត់បានល្អពេលខ្លះខ្ញុំអត់បានកាត់អីទេគឺខ្ញុំដាក់យកហ្មងដោយសារតែខ្ញុំរវល់ពេកអ្នកនរគ្នាព្រមទៅដល់ផ្ទះម៉ោង10មិន10ទៅម៉ោងងូតទឹករួចម៉ោង2 11ចាគឺថាអត់បានសម្រាប់ធ្វើត្រូវទេថាងើបមកវិញគឺម៉ោង5ភ្លឺទៀតអ្នកនរគ្នាគិតតែប៉ុណ្្នឹងទៅថាអ្នកខ្ញុំដូចខ្ញុំនេះមានពេលមកពីណាហ្នឹងហើយឥឡូវបែរមកញ៉ាំកាទៀវខាងយើងវិញកាទៀវយើងនេះវិញណាខ្ញុំញ៉ាំទៅបានហើយអ្នកនរគ្នាដឹងរសជាតិខ្លួនឯងហ្មងខ្ញុំធានាឲ្យគឺថាគាត់ហត់មួយចានអស់ដាច់ប៉ាត់ហ្មងណាអូយសំបីឆ្អឹងគោនោះឆ្អឹងជ្រូកនោះក៏គាត់ញ៉ាំខ្ទេចដែរអ្នកនរគ្នាអូយសោះឆ្អឹងនេះត្រឡប់មកវិញវាសាច់អីគាត់គេខ្ទេចនិយាយឬជាកាទៀវខាងគាត់វិញខ្ញុំទៅសើគាត់ហ្នឹងធ្វើឆ្ងាញ់ចាគឺឆ្ងាញ់សម្រាប់ខ្ញុំញ៉ាំចូលមាត់ទៅខ្ញុំញ៉ាំឆ្ងាញ់ហើយខ្ញុំដឹងរសជាតិចឹងណាវគ្គក្រោយខ្ញុំថតទីតាំងគាត់នៅម្លុកផ្សារអូស័យហ្នឹងឲ្យអ្នកនរគ្នាឃើញថាគាត់លក់នៅណាពិតប្រាកដឲ្យអ្នកនរគ្នាបានទៅអង្គុយញ៉ាំអីចឹងណាសាច់កាទៀវគាត់វិញអ្នកនរគ្នាគាត់ធ្វើភ្លាមដាក់យើងភ្លាមតិចខ្ញុំទៅមើលដាក់រៀបចំឲ្យអ្នកនរគ្នាមើលអាគេគាត់សុខកាទៀវឲ្យញ៉ាំណាគឺថាគាត់សូមមានជំនាញរបស់គាត់អីចឹងណាពីរសជាតិខ្ញុំឲ្យអួយមែនខ្ញុំនិយាយមែនបងប្អូនខ្ញុំញ៉ាំប្រហិតញ៉ាំកាទៀវអីអស់មួយចានម្នាក់មួយចានមក3អ្នកដាច់3ចានហ្នឹងអស់លីងហ្មងពីទីតាំងគាត់វិញណាអ្នកនរគ្នាគឺ outdoor ណាអត់មានម៉ាស៊ីនត្រជាក់អត់មានអីទេគឺថាដាក់តុអង្គុយអីខាងក្រៅគឺឈិលហ្មងចាបែបទស្សវត្ស90អីចឹងណាតាំងពីដើមផ្លូវđườngហែមអញ្ចឹងណាមានផ្លូវគេជិះទៅជិះមកផ្លូវហ្នឹងចាពីម្នាក់ញ៉ាំមកញឺសបោអស់ហើយអ្នកនរគ្នានិយាយថាឆ្ងាញ់កប់សេរីរីហ្មងអ្នកនរគ្នាគឺថាមួយម៉ាត់គឺថាជាតិតែម្ដងគឺខ្ញុំចូលចិត្តរៀបញ៉ាំកាទៀវតាមផ្លូវអញ្ចឹងវាឈៀលយើងមើលគេជិះទៅជិះមកផងហើយជាមួយនឹងនៃរសជាតិនៃកាទៀវមួយចានគឺយើងទទួលស្គាល់ថាឆ្ងាញ់អញ្ចឹងណាពិតជានឹកទិដ្ឋភាពចិនវ័នដើមពិតមែនអ្នកនរគ្នាទៅអង្គុយញ៉ាំអញ្ចឹងអីណាហើយដូចជាកង់ខ្ញុំធ្លាប់នំខ្ញុំដដែលទៅញ៉ាំតែដងហែមផ្លូវតូចចឹងប្រវត្តិដឹកដៃយើងទីភ្លឺឲ្យទៅអង្គុយញ៉ាំហើយគាត់ផឹកកាហ្វេមួយកែវយើងញ៉ាំកាទៀវអស់មួយចានគាត់នៅនិយាយភាសាគ្នាលេងជាមួយចាស់គ្នាគាត់អ្នកនរគ្នានេះទស្សនវិជ្ជាដែលខ្ញុំចង់ចាំអត់ភ្លេចទេហើយឪពុកខ្ញុំក៏អញ្ចឹងដែរចូលចិត្តណាទីភ្លឺនឹងប្រវត្តិកូនទៅញ៉ាំកាទៀវអូយបើភ្លេចមិនរួចផងហ្នឹងអ្នកនរគ្នាតែយើងខំប្រឹងងើបដើរទៅតាមគាត់អីចឹងណាជិះម៉ូតូតាមគាត់អីចឹងណាហើយគាត់ថានាំប្រវត្តិយើងទៅញ៉ាំអ្នកនរគ្នាដាក់ងើបទាំងបិទភ្នែកខ្ញុំទៅដែរដោយសារតែខ្ញុំចូលចិត្តដើរញ៉ាំតាំងពីទូចមកហ្មងអ្នកនរគ្នាហើយបងប្រុសខ្ញុំវិញគឺគាត់ថាកំងកាទៀវបន្ថែមអញ្ចឹងណាពីគាត់ទៅកូនទៅ80ជុំទៅព្រោះតែគាត់ជួយខ្ញុំហើយម៉ាក់កាទៀវម៉ាក់សកូប
cặp đồng pí á 10 đồng 2 ចឹងគឺបងខ្ញុំហ្នឹងខ្ចប់កាទៀវ2ទៀតឲ្យម្ដាយពុកគាត់តែម្ដងនេះគឺជាបងប្អូនដែលគេហៅថារាប់អានគ្នាណាអ្នកនរគ្នាគឺគាត់ចិត្តបានណាគាត់នឹងគឺថាយើងប៉ឹងពាក់អីគឺគាត់ជួយយើងតែម្ដងហើយបើយើងឲ្យគាត់ប៉ឹងពាក់អីមកយើងក៏យើងជួយគាត់វិញទៅវិញទៅមកដែរចំណែកខ្ញុំវិញលួចមកថតនេះកាទៀវដែលស្រស់ហ្នឹងអ្នកនរគ្នានេះអូគាត់ធ្វើតំណងអ្នកនរគ្នានេះមកគាត់បាច់មកបុបមកអូយកាទៀវបែបហ្នឹងនេះកលាស់លក្ខណៈចំនួនដើមអីចឹងណាសាច់នៅលើខាងក្នុងរបស់គាត់នេះវិញអូយអ្នកនរគ្នាយើងមើលអញ្ចឹងមិនសូវឃើញតំណងណាអ្នកនរគ្នាខ្ញុំស៊ូមឲ្យអ្នកនរគ្នាមើលថាសាច់របស់គាត់ហ្នឹងគឺគាត់ត្រៀមតាំងពីព្រឹករហូតតាំងពីភ្លឺមកណាម៉ោង4ម៉ោង5ភ្លឺគឺគាត់មកលក់ហើយឲ្យថាខាងលក់កាទៀវលក់ហ្វឺលក់អីហ្នឹងគឺថាអូងើបទីភ្លឺឲ្យអ្នកនរគ្នាមើលសាច់គាត់អត់សល់តែប៉ុណ្្នឹងឯងលក់អស់ហើយចាគឺថាមួយថ្ងៃគឺគាត់លក់ដាច់របស់គាត់អីចឹងណាអ្នកនរគ្នានេះអ្នកនរគ្នាមកគាត់ដាក់រៀបចំសាច់ឲ្យអ្នកនរគ្នាមិនមែនតិចទេណាឃើញអញ្ចឹងចាមួយចានចាដឹបតែម្ដងហើយតម្លៃវិញចាធូរថ្លៃទេចា7-8,000អីទេប៉ុណ្ណឹងអ្នកនរគ្នាគឺថាអូយតម្លៃធូរថ្លៃមែនតើហើយលឺសូគាត់ថាចង់ធ្វើប្រម៉ូសិនមួយអាទិត្យទៀតណាពងអង្គុយឆ្ងល់ថាគាត់ធ្វើប្រម៉ូសិននេះគេមួយអាទិត្យហ្នឹងខ្ញុំពងឆ្ងល់នេះហើយតម្លៃធូរថ្លៃវាហ្នឹងចង់ធ្វើប្រម៉ូសិនទៀត Oh my god និយាយរួមទៅគឺថាគាត់លក់បែបជ្រៀលឈៀលអញ្ចឹងណាអ្នកនរគ្នាអត់មានលក់បែបច្បាច់កលៀនតែថ្លិលទេអត់មានលក់បែបអាកចាក់កអីទេចាគឺថាលក់លក្ខណៈថាចង់ឲ្យអ្នកដែលញ៉ាំហ្នឹងគឺសប្បាយចិត្តរីករាយនឹងតម្លៃចាអត់មានចង់ឲ្យអ្នកនរគ្នាលក្ខណៈថាមើលទៅពិបាកទេអត់ទេអត់មានទេណាគាត់នេះតម្លៃគួរសមយកតែមែនតែនហ្មងអ្នកនរគ្នាអត់មានលក់ឲ្យអ្នកនរគ្នាពិបាកថាមកញ៉ាំអីទេហើយនិយាយថាសាច់វិញខ្ញុំធានាឲ្យ10 ឬ 10មកគឺថាស្រស់តែម្ដងស្រស់ពីព្រោះអីគាត់យកកាទៀវពីសាច់ពីបងប្រុសមិញដែលគាត់អង្គុយញ៉ាំហ្នឹងគឺគាត់យកសាច់គោខ្មែរយើងមកលក់តែម្ដងហើយអញ្ចឹងគាត់ខ្លាចជាមួយគ្នាតែពីរនាក់ហ្នឹងឯងគាត់ស្គាល់កន្លែងកាទៀវឆ្ងាញ់គាត់ប្រវល់ខ្ញុំមកញ៉ាំតែហ្នឹងហើយអ្នកនរគ្នាហើយខ្ញុំឃើញកាទៀវគាត់តំណងអ្នកនរគ្នាឃើញសាច់ឃើញអីគឺគាត់ប្រកាយស្រស់មែនតើនិយាយរួមទៅគឺខ្ញុំមកញ៉ាំគឺអត់ខកបំណងទេចាគឺឆ្ងាញ់របស់គាត់មែនតាតម្លៃធូរថ្លៃហើយម៉ែមើលដាក់សាច់អូយទៅខ្ញុំឲ្យ10 លើ 10ទៅអរគុណច្រើនណាស់អ្នកអើយនឹងលក់ចំណាញ់អត់ហ្នឹងណាចាហ៊ានបន្ថយជីវិតដាក់មួយចានកាទៀវ7,000នេះហើយមើលសាច់នេះមិនដាក់មកកប់សេរីនេះអូយទៅឲ្យ10 លើ 10លើស10 លើ 10ទៅឲ្យ100 លើ 100តែម្ដងចាគឺថាឆ្ងាញ់របស់គាត់ហើយតម្លៃធូរថ្លៃហើយនិយាយថាមានអ្នកឈោចាំអីហ្នឹងណាអ្នកនរគ្នាហើយវិញខ្ញុំវិញគាត់នឹងខ្ចប់ពុបខ្ញុំរត់មកអង្គុយញ៉ាំវិញតាខ្លាចកាទៀវវាត្រជាក់អីចឹងណាម៉ែឲ្យដល់ពេលយើងកលេចមើលចានបងយើងបងប្អូនយើងវិញអូយទៅសល់តែឆ្អឹងទេនេះកំពុងគៀមនេះហើយចានមើលចានកាទៀវគាត់ម៉ត់ឡែវអស់តែខ្ទេចតែម្ដងចាគឺថាបងអូនស្រីពៅខ្ញុំណាក៏ញាក់សាច់របស់គាត់ដែរចាគឺថាសល់តែទឹកឯចាគឺថាខ្វាយឲ្យមើលថាញ៉ាំអស់លីងណាមើលតែចានអ្នកញ៉ាំទៅគឺដឹងហើយចាគឺថាឲ្យអស់លីងតែម្ដងនៅសល់តែខ្ញុំឡៃតែលួចថតគេនាំមកផ្លែតសោះត្រឡប់មកវិញអស់មួយចានម្នាក់បដ ாய் ចាគឺថាអាហ្នឹងហេងតែគាត់មកដដើមយើងចាថាម្នាក់មួយចាននោះគឺថា full ហល់រៀងខ្លួនអីចឹងណាគឺថាអូយនៅឆ្លៀតហត់ទឹកទៀតចាគឺទឹកហ្នឹងគឺអត់ឲ្យសល់ទេគឺថាដាក់ឲ្យខ្ទេចតែម្ដងចាណៃនាងខ្ញុំនេះវិញចាខ្លាចស៊ីមិនតន់គឺថាញាត់មាត់ឲ្យហើយសិនអត់កើតទេពីអ្នកគេនោះហើយអស់ហើយតែអង្គុយចាំយើងចាខ្ញុំអត់ជួយចិត្តអីនរណាគេមកអង្គុយចាំខ្ញុំទេខ្ញុំនិយាយស្មោះត្រង់អញ្ចឹងមានកាយញាត់អីគឺថាឆ្ងាញ់ហងកាយញាត់ផងទៅគឺថាមក set តែម្ដងចាមិនឲ្យបានលឿនកុំឲ្យគេចាំចាគឺខ្ញុំអត់ចូលចិត្តឲ្យណាគេមកអង្គុយញ៉ាំចាំខ្ញុំឲ្យមើលមុខខ្ញុំញ៉ាំទេអត់ចូលចិត្តទេបានញ៉ាំជុំគ្នាសុបាយតែបើថាអង្គុយឲ្យគេមកអង្គុយមើលខ្ញុំញ៉ាំខ្ញុំអត់ចេះចឹងហ្មងខ្ញុំមិនដឹងតែមិនមែនចិត្តត្រឡប់ខ្ញុំមួយនឹងគឺអញ្ចឹងទី1អាគេអង្គុយរងចាំយើងហ្នឹងគឺអត់ចេះទេអាទី2អាគេអង្គុយមើលមុខយើងញ៉ាំហ្នឹងក៏អត់ចេះដែរតែបើគេមកអង្គុយជាមួយខ្ញុំវិញគេអង្គុយជាមួយខ្ញុំញ៉ាំអីមួយខ្ញុំមួយតុកមួយគ្នាហ្នឹងអត់អីទេបើសិនតែគេញ៉ាំអស់មុនអញគេអង្គុយរងចាំខ្ញុំអត់ចូលចិត្តទេចឹងខ្ញុំញ៉ាំប្រញាប់ណាអ្នកនរគ្នាហើយស៊ុបគាត់ហ្នឹងគឺខ្ញុំនៅសល់តិចតួចដោយសារតែអីខ្ញុំអត់ចូលចិត្តឲ្យគេអង្គុយរងចាំចឹងខ្ញុំក៏ប្រញាប់ញ៉ាំប្រញាប់អីលឿនចឹងណាហើយណាមួយអាទឹកស៊ុបនេះវាក្តៅទៀតវាទៅអញ្ចឹងទៀតអ្នកនរគ្នាគិតមើលបែកញើសចង់ប៉ិនក្របពោហូរមកខ្លះហ្មងអ្នកនរគ្នាហើយអាទឹកស៊ុបហ្នឹងវាក្តៅផងអាកាសធាតុវាយ៉ាងក្តៅដែរចឹងណាចាគឺថាលេងយើងតាំងឈុតហ្មងចាដូចទឹកស្រូចនៅពីលើក្បាលរហូតដល់ចង់ជើងអញ្ចឹងគេថាញ៉ាំឆ្ងាញ់ក៏ឆ្ងាញ់ក្តៅក៏ក្តៅឈៀលក៏ឈៀលចាហ្នឹងហើយគេហៅថា fresh រឹកឡើងគឺថាដាក់មួយចានកាទៀវមួយចានមកកាហ្វេមួយកែវមកអូឈៀលសាហាវព្រឹកឡើងគឺឆ្អែតមើងពើហើយខ្ញុំណាក៏និយាយលេងមួយបងម្ចាស់ហាងអញ្ចឹងណាហើយអូខេបងបាយបាយបងទៅ